សូមប្រញាប់បោកសម្អាតខ្នើយរបស់អ្នកជំនាញណែនាំថាបញ្ហាអាឡែហ្ស៊ីទាំងច្រមុះនិងរមាស់ស្បែកអាចបណ្ដាលមកពីចៃទុំលើខ្នើយអ្នកជំនាញនៅសហរដ្ឋអាមេរិកបានព្រមានថាប្រសិនបើអ្នកមិនសូវបោកសម្អាតខ្នើយទេនោះយូរទៅខ្នើយទាំងនោះនឹងពោពេញទៅដោយចៃដីដែលអាចបង្កជាបញ្ហាអាឡែហ្ស៊ីកណ្ដាស់និងទាំងច្រមុះរួមនឹងបញ្ហារមាស់ស្បែកផងដែរប្រភពពីទស្សនាវដ្តី Wired បានបន្តថាការបោកគក់ខ្នើយកើយជាទៀងទាត់គឺជារឿងសំខាន់ខ្លាំងណាស់ព្រោះវាមិនត្រឹមតែជួយរក្សាអនាម័យរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយថែរក្សាសុខភាពជាទូទៅផងដែរអ្នកជំនាញបានបញ្យល់ថាយូរទៅខ្នើយកើយរបស់អ្នកអាចទុំជាប់ទៅដោយញើសកោសិកាស្បែកចាស់ៗនិងលំអងធូលីផ្សេងៗដែលកត្តាទាំងនេះអាចធ្វើឲ្យចៃដីមានឱកាសបង្កាត់ពូជនិងសាយភាយកូនចៅពីពេញខ្នើយរបស់អ្នកពពួកមីក្រូបដែលមិនអាចមើលឃើញនៅផ្នែកទទេទាំងនេះអាចលូតលាស់បាននៅក្នុងបរិយាកាសក្តៅហើយសើមដូច្នេះនៅពេលខ្នើយរបស់អ្នកកាន់តែកខ្វក់វាកាន់តែចូលចិត្តរស់នៅជាពិសេសខ្នើយរបស់ពលរដ្ឋនៅតំបន់ត្រូពិចឬតំបន់ដែលមានសំណើមខ្ពស់ចែកដីទាំងនេះអាចបង្កឲ្យអ្នកកើតមានបញ្ហាអាឡែហ្ស៊ីហើយអាចបង្កឲ្យមានរោគសញ្ញាជាច្រើនផ្សេងទៀតដូចជាក្អកកណ្ដាស់រមាស់ភ្នែកច្រមុះនិងហៀសម្បោរជាដើមសម្រាប់បុគ្គលដែលមានជំងឺហឺតពពួកចៃទាំងនេះក៏អាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរផងដែរដែលធ្វើឲ្យជំងឺឆាប់ធ្វើទុកនិងពិបាកដកដង្ហើមដើម្បីកាត់បន្ថយហានិភ័យទាំងនេះអ្នកគួរអាសាបោកគក់ខ្នើយយ៉ាងហោចណាស់រៀងរាល់3ទៅ6ខែម្ដងដើម្បីឲ្យបរិស្ថានទទួលទានដំណេកស្អាតនិងល្អចំពោះសុខភាពលើពីនេះទៀតអ្នកជំនាញណែនាំឲ្យទិញស្រោមខ្នើយដែលការពារពីលំអងធូលីដីហើយអ្នកគួរបោកគក់ស្រោមពូកជាមួយទឹកក្តៅដើម្បីកាត់បន្ថយបាក់តេរីផ្សេងៗមិនឲ្យទុំជាប់និងបង្កជាបញ្ហាអាឡែហ្ស៊ី